ប្រាតតែអញ្ចឹងបានគេហៅថាអ្នកប្រាបងប្អូនចាបែកខ្ទេចអស់ហើយទោះជាបែកកបាក់ទុកប៉ុណ្ណាក៏ខ្ញុំចាមិនបោះចោលដែរបងប្អូនចាគឺនៅប្រើតតែអស់តែម្ដងចាពុទ្ធសាសនាថ្លៃដែរណាបងប្អូនអ្នកដឹងថ្លៃដឹងស្រាប់ហើយថាថ្លៃប៉ុណ្ណាហើយថ្ងៃនេះផងដែរគឺផាត់មុខចាទៅរួមនៅខាងអង្គរបានទី7បងប្អូនចានៅខាងកងមាសខេត្តកំពង់ចាមយើងហ្នឹងបងប្អូនចាគឺគេហៅថាអង្គរបានទី7ចាគឺទៅរួមនៅក្នុងកម្មវិធីបុណ្យបច្ច័យ4អញ្ចឹងណាបងប្អូនចាបងប្អូនអ្នកនៅខាងអង្គរបានទី7ហ្នឹងចាយប់ហ្នឹងឃើញហៅផងបងប្អូនចាឃើញហៅផងណាបងប្អូនចាមានបងប្អូនជាច្រើនចាចូលខមមិនថាឃើញបងប្អូននៅក្រៅប៉ុន្តែឲ្យហ៊ានហៅបងអើយឃើញបងប្អូននៅក្រៅឃើញហៅផងណាព្រោះដោយសារតែពេលខ្លះឃើញបងប្អូនអង្គុយស្ងៀមឬក៏អត់មាត់អីហ្នឹងមានបងប្អូនមួយចំនួនតូចគិតថាបងប្អូននឹងរឹកអីចឹងណាហើយមនុស្សសាមញ្ញធម្មតាហ្នឹងហើយឡើងគិតមកលើបងប្អូនថាបងប្អូននឹងរឹកអីចឹងចង់និយាយថាឃើញបងប្អូនអីហៅផងចាឬក៏ហៅផឹកក៏បានដែរចាសាមញ្ញទេបងប្អូនមកស្គាល់យូរទៀតរត់ទៅសុបាយទៅជីវិតសាមញ្ញទេបងប្អូនបងហើយថ្ងៃនេះផងដែរបើសិនជាបងលឺសលេងខ្យល់អីញ៉ៃឬក៏លឺសលេងចម្រៀងអីចាកុំប្រកាន់ណាបងដោយសារតាកំពុងតែបញ្ចូលសលេងហ្នឹងគឺបញ្ចូលសលេងនៅចាកន្លែងកម្មវិធីតែម្ដងបងរៀងលឺសំឡេងរំខានតិចណាបងហើយសក់ដល់បងចង់គឺសក់9ទឹកចាគឺជាសំណប់ចិត្តបងតែម្ដងចាស្រឡាញ់សក់វែងអញ្ចឹងណាហើយបងដែលចង់បានសក់អីចាក៏អាចកំងពីបងបានដែរក៏បងមានលក់ដែរណាបងកវលឬក៏ត្បូងបិទមុខអីហ្នឹងក៏មានលក់ដែរហើយមួយទៀតវិញនោះចាក៏មិនភ្លេចដែរបងចាក៏គឺលេខក្លៀកមីសនឹងឯងបងចាគឺប្រើជាប្រចាំតែម្ដងនិយាយទៅបងនៅសូវបានថតដល់បងមើលទេចាតែថ្ងៃនេះគឺមកបញ្ចេញថាបងប្រើលេខក្លៀកអីចឹងណាចាគឺប្រើលេខក្លៀកមីសនឹងឯងបងចាហើយបើនិយាយពីគូសិនមីសវិញគឺបងឲ្យ10លើ10ហ្មងបងស្រឡាញ់ស្បែកមុខខ្លួនឯងខ្លាំងមែនតើចាគឺចាញ់ចាំងតែម្ដងណាហើយឥឡូវក៏ដល់ម៉ោងរំដែរបងចាវីដេអូបងគឺមានតែប៉ុណ្្នឹងទេបងចាចាំជួបគ្នាវីដេអូក្រោយណាបាយបាយ